ឥឡូវខ្ញុំឃើញបងប្រុសគាត់កំពុងតែបេះស្លឹកអំបិលបងប្អូនស្លឹកអំបិលខ្ចីបងជំរាបសួរកំពុងបេះស្លឹកអំបិលបងហ៎បេះយកទៅខាងណាបងខ្ញុំបេះយកលក់អីទេណាបេះយកលក់អីគេណាអូអីណែបងប្អូនឡើងមកថ្នាក់បាត់ហើយនេះតំណងដែរមានគេហៅស្បៃគាត់ដេជាថងសម្រាប់ដាក់ស្លឹកអំបិលប៉ុន្តែប្រហែលប៉ុន្មានគីឡូដែរបងនេះទម្ងន់ប៉ុណ្ណឹងលបាក់ប្រហែលគេចូលខ្ទង់1គីឡូ1គីឡូឯណាបាទហើយដល់ពេលយើងបេះអញ្ចឹង1គីឡូបានប៉ុន្មានដែរបាន7,000លុយខ្មែរយើងហ្នឹងណាបាទ7,000រៀលហើយចំណាយពេលប្រហែលទៅបាន1គីឡូអើយ1ម៉ោងកន្លះ1ម៉ោងកន្លះ1ម៉ោងកន្លះបាន1គីឡូបាទហើយក្នុងមួយថ្ងៃយើងបេះបានប្រហែលគីឡូទៅ4គីឡូ4គីឡូបាទអូមួយថ្ងៃបាន4គីឡូហើយអានេះអំបិលនេះជាអំបិលមិនបងយើងដាំឬក៏អំបិលវាមិនដែរដុះដោយខ្លួនឯងឬក៏មិនគេដាំឲ្យយើងបេះអូគេដាំឲ្យយើងបេះបាទអញ្ចឹងគេអត់គេលក់ដូរអីទេគេឲ្យយើងបេះតែម្ដងគេឲ្យយើងបេះសេរីអញ្ចឹងបេះសេរីតែម្ដងបាទអូមានន័យថាគេអត់យកលុយពីយើងអីទេបាទអញ្ចឹងអ្នកណាមកបេះក៏បានដែរមកបេះមួយកណ្ដាលពួកនឹងបេះសេរីគេឲ្យយើងមកបេះអញ្ចឹងអូហើយអាហ្នឹងយើងបេះរបៀបម៉េចបងយើងមើលមិនទៅយើងយកតែប៉ុណ្ណាស្លឹកប៉ុណ្ណាយើងយ៉ាត់ទៅនេះជួយបង្ហាញតិចមើលយើងយកប៉ុណ្ណានេះប៉ុណ្នេះឲ្យបានអត់នេះហ្នឹងហើយយើងយ៉ាត់ទៅចំណងអូនេះយើងយ៉ាត់ទៅចំនេះប៉ុណ្ណឹងបងណាបាទបងប្អូនដឹងហើយថាក្តាប់អំបិលឬច្រឡំជាស្រ័យបងមិនក្តាប់ទេស្លឹកអំបិលត្រួយអំបិលគឺអាហ្នឹងគេលក់ទៅគេយកទៅធ្វើអីច្រើនបងគេយ៉ាឆ្លោមជូរហើយបោះឲ្យម៉ោយហើយគេយកធ្វើអីគេទៀតគេយ៉ាឆ្លោមជូរហើយនឹងបោះឲ្យម៉ោយតាមតោបអញ្ចឹងហើយសម្រាប់សឡូវិញយើងត្រូវអីខ្លះអានេះឆ្លោមជូរអីទៀតតាឆ្លោមជូរមួយមុខហើយទៅសឡូមជូរមុខឯណោះបាទអូហើយការបេះគឺយើងក្តិចបែបហ្នឹងមកយើងក្តិចយកតែត្រួយទេបាទតែអត់មានផ្លែណាទូចចឹងផ្លែអត់ទាន់មានអូនេះបងប្អូននេះជាកង់គាត់មានន័យថាណែនៅមួយកង់ទៀតនេះអូច្រើនណាស់នេះមួយថងនេះចូលប្រហែលគីឡូបងប្រហែលគីឡូមួយថងនេះ2គីឡូជាង2គីឡូជាងណាហើយការធ្វើដំណើររបស់គាត់គឺចាក់ធាក់កង់មកបេះបាទគាត់មានន័យថាជាការតស៊ូរបស់គាត់ណាគាត់ធាក់តែកង់ទេហើយគាត់ដើរមកបេះច្រើនមែនតើបងប្អូននៅមកផ្លូវនេះគឺសិតតែដើម7ទាំងអស់នៅក្នុងទៀតបាទបងនៅក្នុងទៀតក្នុងមួយល្វែងទៀតទៅគេដាំអូមានន័យថាគេដាំមកហ្នឹងគឺសម្រាប់ឲ្យយើងបេះជាសាធារណៈតែម្ដងបាទអញ្ចឹងប៉ុន្តែក្នុងនោះអ្នកបេះច្រើនអញ្ចឹងអូអ្នកបេះច្រើនអញ្ចឹងមានន័យថាបងប្អូននៅតំបន់នេះបើសិនជាអ្នកណាដែលអាសាគាត់មានពេលគាត់អាចឆ្លៀតមករកចំណូលបន្ថែមពាក់ព័ន្ធនឹងការបេះស្លឹកអំបិលនេះលក់ឬក៏មានម៉ួយមកយកតែម្ដងព្រោះដោយសារតែដើមអំបិលនេះគេដាំជាសាធារណៈសម្រាប់បងប្អូនទូទៅមិនថាតែបងប្អូនអ្នកភូមិអ្នកស្រុកណាដែលជីកាត់មានន័យថាយើងបេះទៅស្លខ្លួនឯងក៏បានអត់មានណាគេហាមឃាត់ទេហើយដូចជាចាក់ស្ដែងបងប្រុសបាទគាត់ឆ្លៀតពេលមកបេះលក់សម្រាប់ឲ្យម៉ួយទៅលក់នៅផ្សារសម្រាប់នៅអតិថិជនដែលគាត់ទិញចូលចិត្តទិញយកក្តាប់អំបិលទៅស្លអញ្ចឹងបងស្លម្ជូរទៅអីឲ្យស្លម្ជូរខួរក្តាមក៏អីហ្នឹងអូអស្ចារ្យបងប្អូនឆ្ងាញ់ណាស់ស្លម្ជូរហើយស្លនេះអ្នកដែលពូកែស្លម្ជូរខួរក្តាមអីហ្នឹងឆ្ងាញ់ណាស់រសជាតិមិនធម្មតាបងប្អូនបងចាត់ស្ដែងឥឡូវបងលក់ឲ្យអ្នកណាគេខ្ញុំលក់ឲ្យម៉ួយខ្ញុំទៀតបាំងគាត់មួយយ៉ាហើយបងមានឈ្មោះអីដែរម៉ួយបងមានឈ្មោះអីដែរភ្លេចសួរឈ្មោះមិញខ្ញុំឈ្មោះច័ន្ទចរច័ន្ទចរបាទបងអីទៅច័ន្ទចរវិញគេដាក់ឈ្មោះអញ្ចឹងបាទឈ្មោះកណើតមកអីក៏មិនគេហៅក្រៅឈ្មោះកណើតទៅមកហ្នឹងចរស៊ីននេះក៏ចរមិនគេដាក់ឈ្មោះអញ្ចឹងទៅមកហ្នឹងតែចរស៊ីនហ្នឹងមិនចរកូពីដែរហើយតែបងនៅដល់ណានៅកែវទី1នៅក្នុងអីគេនៅភូមិស្រុកអីវិញទេអើយភូមិតកែវទី1ឃុំពហិសួរសុខស័ក្តិកណ្ដាលខេត្តកណ្ដាលអ្នកពហិសួរបាទបងប្អូនអ្នកពហិសួរហើយជិះឆ្ងាយមែនតើមករហូតមកបេះរហូតដល់នេះគេហៅផ្លូវសវែនជីអញ្ចឹងណាបងបាទអូតាំងពីពហិសួរមកបងប្អូនហើយគាត់មកបេះហើយតាំងស្មាណាមកបេះហ្នឹងបងមកតាំងពីម៉ោង5ព្រឹកបាទមក6ជិះមកដល់ហើយចុះអាកង្វានេះមិនអាហ្នឹងយើងទៅកៅជូន7អូមានន័យថា
អាណាខ្ពស់យើងកៅចេះ បាទ អូខ្ញុំស្មានតែកៅយើងផ្ដាច់តែម្ដងអានេះគ្រាន់តែជាសម្រាប់កៅ កៅយើងបេះដើម្បីយើងប្រឡេះចេះ បេះបាទ ហ្នឹងអូខេបងប្អូននេះឃើញអត់បងប្រុសគាត់នៅរហូតដល់គេហៅខាងវិហារសួរ បាទ បងប្អូនស្គាល់អត់ខាងវិហារសួរល្បីណានៅខាងវត្តវិហារសួរវត្តអីណាបងប្អូនជាជួទៅជាច្រើនប្រហែលជាស្គាល់ហើយជីរហូតមកដល់នេះធាក់តេកង់ណាបងប្អូននេះធាក់តេកង់នេះតាំងពីវិហារសួរមកដល់ទឹកដីសវេណាជីនេះដើម្បីបេះត្រួយអំពិលហ្នឹងលក់ទៅឲ្យគេហៅម៉ួយរបស់គាត់ដែលមកយកហើយម៉ួយហ្នឹងមួយថ្ងៃគេយកប្រហែលគីឡូទៅបង 50 គីឡូ 50 គីឡូហើយបេះបានដល់50 គីឡូមួយថ្ងៃ ច្រើនម៉ួយ20នាក់ ម៉ួយ20នាក់ បាទ មានន័យថាអ្នកបេះហ្នឹង20នាក់ អ្នកម៉ួយបេះហ្នឹង20នាក់ 20នាក់ បាទ អញ្ចឹងមានន័យថាក្នុងមួយនាក់ប្រហែលគីឡូគេយកដែរ ខ្ញុំម្នាក់គេខ្ញុំម្នាក់5គីឡូ4គីឡូ អញ្ចឹងឲ្យតែយើងបេះបាន អត់តែយើងបេះបានគឺយ៉ាវ អូយហើយ4 5គីឡូយើងប្រើរយៈពេលប្រហែលទៅបងប្រុសហើយ គេអ្នកបេះលឿនមកពីម៉ោងមកជាមួយខ្ញុំមកដល់ម៉ោង10បានហើយ ច្រឡំមកបងប្អូនអានេះគេហៅដើមស្អីអានេះ ទុំថៃ សេចេណាកធុំថេត បាទ ខ្ញុំវានៅប្រឡំជាមួយនេះបេះដោយហើយបងប៉ុន្តែអានេះក៏ឆ្ងាញ់ដែរកធុំថេតនេះនំបញ្ចុកនំអីអូយរសជាតិហើយគេហៅយើងហូបជាមួយ oyster អីក៏ត្រូវដែរបងប្អូនកធុំថេតនេះហើយកធុំថេតនេះក៏ជាដំណាំធម្មជាតិមួយដែរសម្រាប់បន្លែគេហៅថាបន្លែទៅលើនំបញ្ចុកទៅលើ oyster អីជាច្រើនទៅទៀតបងប្អូនហើយឥឡូវនេះបងប្រុសកំពុងតែបេះនឹងញាប់ដៃតែម្ដងព្រោះដោយសារតែចិត្តដល់ពេលដែលបងខាងអ្នកមកប្រម៉ូគាត់មកដល់យកហើយឥឡូវខ្ញុំក៏ជួយបេះបងខ្លះដែរដើម្បីឲ្យគាត់ឆាប់ពេញបងពេលដែលបេះហ្នឹងមានន័យថាអាហ្នឹងវាមានរដូវវាអត់ឬក៏យើងបេះរហូត មាន រដូវហ្នឹងគឺរដូវពេញហ្នឹង យើងបេះពីខែ3រហូតដល់ខែ7 ពីខែ3ដល់ខែ7 បាទ អញ្ចឹងឥឡូវហ្នឹងខែ6បាត់ហើយហ្នឹង ដល់ខែ6អញ្ចឹងនឹងដើមសំ អញ្ចឹងសល់តែមួយខែទៀតវាអស់ត្រួយឬក៏មិន ត្រួយអស់ អូ អស់ត្រួយវាអត់ស្អីមានគាត់ថាយើងដើមសំតិចអញ្ចឹងបានតិច សំ អញ្ចឹង តិចរហូតបានណា បាទ បងប្អូនហើយបងបេះហ្នឹងទាំងព្រឹកល្ងាចឬក៏បេះតែមកពេលទេបង អត់ទេខ្ញុំបេះតែពេលព្រឹកតា អញ្ចឹងបេះតែពេលព្រឹកទេ បាទ ហើយដល់ពេលបេះចប់ម៉ួយគេមកយកដល់ហ្នឹងឬក៏មិន មកគេមកយកដល់ភ្នំមកចូលផ្លូវចូលទៅក្នុង អញ្ចឹងមិញហ្នឹងក្នុង1គីឡូបងលក់បានប៉ុន្មាន 7,000 រៀលអូបងប្អូន1គីឡូ7,000រៀលហើយវាច្រើនដែរតម្រាំបាន1គីឡូដោយសារតែប្រភេទត្រួយនេះវាស្រាលអញ្ចឹងរៀងយូរហ្នឹងហើយបងប្អូននេះជាសកម្មភាពបងប្រុសដែលគាត់កំពុងតែបេះត្រួយអំពិលដែលជាបន្លែមួយមុខរបស់ខ្មែរយើងដែរគឺប្រភេទគេហៅថាបន្លែយកទៅស្លម្ជូរយកអីបងប្អូនហើយបងប្អូននឹងស្រាប់ថាអានេះជាត្រួយអំពិលរបស់ខ្មែរយើងក្នុងបន្លែម្ជូរប៉ុន្តែស្លម្ជូរគឺជាខ្លះទៅគេប្រើជាម្ជូរស្លឹកអំពិលស្លឹកអីចឹងទៅហើយអ្នកខ្លះទៅក៏ជាម្ជូរក្តាប់អំពិលក្តាប់ចុះបងហើយចុះដល់ពេលផ្លែក្តាប់វាខែណាមានអាហ្នឹង ខែ10 ខែ10អាហ្នឹងខែ10ដល់វគ្គគេហៅថាស្លម្ជូរក្តាប់អំពិលម្ដង បាទ ហើយក្តាប់អំពិលវាត្រូវជាមួយនឹងត្រីអាំងត្រីអីក៏ត្រូវដែរបងប្អូនឆ្ងាញ់មែនតើតែឥឡូវអត់ទាន់ដល់ទេបងប្រុសថា បាទ តតែខែ10អញ្ចឹងបងប្អូនសកម្មភាពនៃការបេះត្រួយអំពិលរបស់បងប្រុសដែលជាអ្នកបេះនៅតាមផ្លូវនេះក៏ឈានដល់ទីបញ្ចប់បងប្អូនអញ្ចឹងបងប្អូនជួយទិញគាត់បើសិនជាឃើញតាមរយៈវីដេអូក្រុមការងារខ្ញុំបានផ្ដិតជូនពេលនេះក៏ឈានដល់ទីបញ្ចប់អញ្ចឹងក៏សូមអរគុណបងប្អូនសូមគោរពលាជូនពរបងប្អូនសុខសប្បាយទាំងអស់គ្នាបាយបាយ